បាទអនុញ្ញាតគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្រាប់ថ្ងៃថ្មីថ្ងៃទី17ថ្ងៃនេះបាទខែ4 2026បងប្អូនបាទហើយជាស្រ័យបងប្អូនបងនាងឈឺកទេបងប្អូនណាបាទចង់សូមការជាស្រ័យទុកជាមុនបាទហ្នឹងហើយបន្ទាប់ពីចូលឆ្នាំហើយបាទថ្ងៃនេះថ្ងៃទី17បាទយើងដំណើរការធម្មតាវិញបងប្អូនណាបាទហើយម្សិលមិញថ្ងៃទី16តម្រុយ free ក៏បងបានដាក់ចែកជូនមកបង free ដែរហ្នឹងតម្រុយ free របស់យើងសិលមិញក៏យើងទទួលបានលៀបបានជ័យដែរបងប្អូនសិលមិញបាទ35បងប្អូន35មកច្រើនបាទត្រង់ភ្លឹងបាទ3ប៉ុស្តិ៍87ក៏មកត្រង់ដែរបាទតម្រុយរបស់យើងសិលមិញយើងបានលៀបបានជ័យដែរបងប្អូនបាទថ្ងៃទី16សិលមិញបាទតម្រុយរបស់យើងតម្រុយ free សិលមិញតែបងបានដាក់ free បាទហើយបងក៏សូមការជាស្រ័យផងបងនាងឈឺកតិចបងប្អូនណាបាទជាស្រ័យដាស់សាយបងប្អូនបាទជាស្រ័យផងបាទហើយលើកមកខាត់ពេលវេលាយូរយើងចូលទៅកាន់តម្រុយថ្ងៃថ្មីថ្ងៃទី17ថ្ងៃនេះបាទ4 6បាទតម្រុយរបស់យើងថ្ងៃនេះមានដូចជាខ្ទង់10 20បាទ10យើងមាន14 19 71 21 23បាទខ្ទង់10 20បាទហើយ3ខ្ទង់យើងមានដូចជា145ជាស្រ័យ148 149បាទ239បងប្អូនណាបាទចំពោះតម្រុយ free ថ្ងៃទី17ថ្ងៃនេះបាទហើយតម្រុយ free របស់យើងក៏មានតែប៉ុណ្្នឹងទេបងប្អូនទស្សនាមើលបានឆ្លាញ់ពេញចិត្តខ្ទង់ណាបាទអាចយកកំសាន្តបានបងប្អូនណាបាទសម្រាប់ថ្ងៃទី17នេះបាទហើយចំពោះសមាជិកបងប្អូនបាទថ្ងៃទី17នេះបាទបងប្អូនក៏មានលេខបុកពិសេសល្អបាទគិតម៉ោងមួយលេខបាទសម្រាប់អោយសមាជិកផងដែរបងប្អូនបាទថ្ងៃទី17នេះបាទបងប្អូនមានលេខបុកពិសេសល្អគិតម៉ោងមួយលេខបាទទុកសម្រាប់អោយសមាជិកផងដែរបាទថ្ងៃទី17នេះបងប្អូនបាទហើយចំពោះលេខបុកពិសេសដែលបងប្អូនទុកអោយសមាជិកថ្ងៃនេះគឺមានតែមួយលេខទេបងប្អូនបាទអត់អោយច្រើនទេបាទសមាជិកបាទគឺបងប្អូនអោយតែមួយលេខទេបាទហ្នឹងហើយបាទសម្រាប់ថ្ងៃទី17សមាជិកបាទមានលេខបុកពិសេសតែមួយលេខទេឲ្យសមាជិកបាទអត់ឲ្យច្រើនទេបងប្អូនបាទសម្រាប់ថ្ងៃទី17ខែ4នេះបងប្អូនបាទហើយសម្រាប់បងប្អូនដែលចង់ធ្វើសមាជិកបងប្អូនអាចធ្វើបានបងប្អូនណាបាទចំពោះបងប្អូនដែលគាត់ចង់ធ្វើសមាជិកអាចធ្វើបានបាទបងប្អូនគ្រាន់តែប៉ះទៅលើរូប profile ដែលបងប្អូនតាំងនៅខាងក្រោមកន្លែងពណ៌លឿងបងប្អូនបាទបងប្អូនប៉ះពីលើទៅនឹងឃើញមានដូចជាលេខបាទឃើញដូចជាឆាតហើយបាទអញ្ចឹងបងប្អូនចង់ធ្វើសមាជិកបងប្អូនឆាតមកក៏បានបាទតែមកក៏បានបងប្អូនណាបាទសម្រាប់បងប្អូនដែលចង់ធ្វើសមាជិកបាទគ្រាន់តែប៉ះទៅលើរូប profile ដែលបងប្អូនតាំងបាទកន្លែងពណ៌លឿងនៅខាងក្រោមនោះបាទបងប្អូនប៉ះពីលើទៅនឹងឃើញមានដូចជាលេខបាទឃើញដូចជាឆាតបាទអញ្ចឹងបងប្អូនចង់ធ្វើសមាជិកឆាតមកក៏បានបាទតែមកក៏បានបងប្អូនណាបាទហើយតម្រុយរបស់យើងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេបាទជាចុងក្រោយបងប្អូនក៏សូមជូនពរបងប្អូនបាទជួបតែសំណាងល្អហើយដល់គ្នាហើយកណាប់នេះបាទបងប្អូនក៏សូមអរគុណសូមគោរពលាបាទ